cook and connect with local មានថាការផ្ដល់បទពិសោធន៍ក្នុងការធ្វើម្ហូបខ្មែរនិងភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រជាជនខ្មែរនៅខេត្តសៀមរាបលោកគ្រូសូមជម្រាបលឿនចាសូមគោរពជម្រាបសួរនាងខ្ញុំឈ្មោះដារីដែលជាម្ចាស់អាជីវកម្ម Cook and Connect ហើយនាងខ្ញុំមានប្រវត្តិសង្ខេបរស់នៅជនបទធ្លាប់ឆ្លងកាត់សង្គ្រាមហើយក៏កង្វះការសិក្សាដែរចានឹងមានឪពុកម្ដាយមានជំងឺជាញឹកញាប់ព្រោះម្ដាយខ្ញុំជាអ្នកទំនួលខុសត្រូវនៅក្នុងគ្រួសារហើយគាត់តែងតែមានជំងឺជាញឹកញាប់ដែលជាឥទ្ធិពលឲ្យខ្ញុំតែងតែមើលឃើញទុក្ខលំបាករបស់ស្ត្រីហើយនឹងកង្វះភាពកក់ក្ដៅនឹងការថែទាំដែរដោយសារកូនគាត់ច្រើនគាត់តែងតែទៅឆ្ងាយដែលធ្វើឲ្យនាងខ្ញុំនៅផ្ទះហើយក៏ធ្លាប់រងអំពើបំពានដែរចាសូមបន្តបញ្ហាស្ត្រីនៅក្នុងសហគមន៍មានបញ្ហាមានអារម្មណ៍ឯកាខ្វះក្តីស្រឡាញ់ខ្វះទំនាក់ទំនងសង្គមខាងក្រៅហើយក៏គាត់មានអារម្មណ៍ហាក់ដូចជាការបោះបង់ទទួលបានអារម្មណ៍ដូចជាការបោះបង់ចេញពីសង្គមចាហើយនឹងឈានទៅដល់ការបាក់ទឹកចិត្តដែលខ្ញុំជាស្ត្រីមេផ្ទះដែរក៏ធ្លាប់មានបញ្ហាបាក់ទឹកចិត្ត3ឆ្នាំធ្ងន់ធ្ងរដែរចាអញ្ចឹងវិជាផលប៉ះពាល់ទៅដល់កូនចំនួនក្រោយដែលវាវល់អត់ឈប់ឈរចាអញ្ចឹងបញ្ហាសម្រាប់ភ្ញៀវទេសចរគឺគាត់ពិបាកក្នុងការទទួលបានបទពិសោធន៍វប្បធម៌ហើយយើងក៏ជាផ្នែកមួយនៅក្នុងការបំពេញឲ្យគាត់ចំណាយពេលវេលាបន្ថែមទៀតក្រៅពីការទស្សនាប្រាសាទអង្គរវត្តនិងបង្កើតការចងចាំមួយដែលមិនអាចបំភ្លេចបានចាដោយអូខេសូមបន្តចាក់ខុសវិស័យយើងចង់ឃើញស្ត្រីនៅក្នុងសហគមន៍ស្គាល់ពីតម្លៃរបស់ខ្លួនរស់នៅដោយស្មើភាពគ្នាក្នុងសង្គមនិងមានជីវិតមួយដ៏រីករាយចង់ឃើញភ្ញៀវទេសចរមកកម្ពុជាទទួលបានបទពិសោធន៍និងការចងចាំមួយដែលមានអត្ថន័យមិនអាចបំភ្លេចបានផ្សារភ្ជាប់ជាមួយសហគមន៍ចាសូមបន្តបេសកកម្មគឺយើងបង្កើតការងារនិងលើកកម្ពស់ទៅដល់ស្ត្រីនៅក្នុងសហគមន៍គឺយើងបង្កើតការងារគឺបង្កើតឲ្យស្ត្រីអាចយកអ្វីដែលរបស់ផ្ទាល់ខ្លួនរបស់គាត់ឧទាហរណ៍ចំណេះគាត់ការធ្វើម្ហូបនៅប្រចាំតំបន់គាត់បើកផ្ទះគាត់ហើយគាត់យកអ្វីដែលគាត់មានផ្ទះបាយរបស់គាត់ដែលតែងតែថាស្ត្រីវិលចង្ក្រានមិនជុំយើងយករបស់ទាំងនោះប្រែមកជាកន្លែងមួយដែលទទួលភ្ញៀវទេសចរឲ្យប្រើប្រាស់រកចំណូលសម្រាប់គាត់ដែលធ្វើឲ្យគាត់ឃើញពីគុណតម្លៃរបស់គាត់ចានឹងបង្កើតបទពិសោធន៍ទៅដល់ភ្ញៀវទេសចរតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងទៅដល់ស្ត្រីមេផ្ទះចាយើងបង្កើតការងារនេះជូនទៅដល់ស្ត្រីនៅតាមផ្ទះរបស់ស្ត្រីចានៅក្នុងសហគមន៍សូមបន្តផលិតផលនិងសេវាកម្មយើងមានបង្រៀនភ្ញៀវទេសចរធ្វើអាហារនិងការកំសាន្តនៅក្នុងមូលដ្ឋានដូចជាការបង្ហាញឲ្យគាត់ឃើញអំពីការចិញ្ចឹមមាន់ទាជ្រូកគោក្របីដាំដំណាំអ្វីដែលយើងមាននៅក្នុងសហគមន៍របស់យើងក្នុងផ្ទះនិងការរស់នៅរបស់យើងចាមានបង្កើតជា cooking class និងមានជាអាហារពេលព្រឹកនិងពេលល្ងាចដែរចាប៉ុន្តែមិនមែនបែប restaurant ទេគឺជាការមកលេងដូចជាភ្ញៀវមកលេងផ្ទះលេងមិត្តភ័ក្តិអញ្ចឹងចាសូមឆ្លើយបន្ទាប់ចាគុណតម្លៃពិសេសរបស់យើងខ្ញុំអរគុណមែនតើបង Helen ដែលជួយខ្ញុំឲ្យឃើញអំពីគុណតម្លៃគឺយើងមាន care share and love care គឺយើងបារម្ភទៅដល់ស្ត្រីយើងជួយស្ត្រីនៅក្នុងការរកចំណូលហើយនឹងឃើញអំពីគុណតម្លៃនិងភាពអង់អាចរបស់គាត់ចា care គឺយើងតែងតែបារម្ភខ្វល់ខ្វាយអំពីទឹកចិត្តនិងការបាក់ទឹកចិត្តនិងគឺមានការកើតឡើងជាច្រើនដែលយើងអត់ដឹងចាចឹងអ្នកដែលជួបប្រទេសគឺដឹងសំហើយបន្តមក share គឺយើងគឺទៅដល់គុណប្រយោជន៍ពីផលិតផលនិងគុណភាពផលិតផលដែលយើងជូនទៅដល់ភ្ញៀវនិងបទពិសោធន៍ចាអញ្ចឹងគឺយើងបង្កើតបានជាព្រឹត្តិការណ៍យើង share ទៅវិញទៅមកគាត់ជូនយើងនៅថវិកាប៉ុន្តែយើងជូនទៅវិញនៅអត្តន័យដែលវាស័ក្តិសមជាមួយនឹងថវិកាដែលគាត់បានឲ្យមកយើងចាហើយ love 10% នៃចំណូលរបស់យើងមិនមែនចេះថាយើង care share and love ឬក៏ធ្វើកិច្ចការនេះដោយយើងកថាយើងវិចេញពីគុណតម្លៃមែនប៉ុន្តែគឺយើងបញ្ជាក់ច្បាស់ថា 10% នៃចំណូលរបស់យើងគឺយើងយកទៅជួយទៅដល់ក្មេងចំនួនក្រោយដើម្បីផ្ដាច់ការ
របៀបថាអត់ចង់ឲ្យគាត់វិលត្រឡប់ទៅជាការ cycle ការខ្វះចំណេះហើយធ្វើឲ្យគាត់ខ្វះជំនាញហើយនឹងធ្វើឲ្យគាត់វិលទៅរកការបាក់ទឹកចិត្តទៀតចាអញ្ចឹងផលិតឲ្យអតិថិជនគោលដៅរបស់យើងមានភ្ញៀវទេសចរដែលគាត់ផ្ដោតទៅលើសហគមន៍គាត់ចង់ជួយហើយនឹងគាត់ភាគច្រើនយើងទទួលអំភ្ញៀវហឡង់ភ្ញៀវអង់គ្លេសចាដែលគាត់មានរយៈពេលកាលមកលេងនៅសៀមរាបរយៈពេលយូរហើយក៏មានក្រុមហ៊ុនទេសចរដែលគាត់មានទំនុកចិត្តមកកាន់យើងហើយក៏គាត់ផ្ដោតទៅលើការបង្កើតបទពិសោធន៍នៅក្នុងសហគមន៍ដែរហើយនឹងចាពិភពចំណូលយើងបានផ្ទាល់ពីភ្ញៀវទេសចរទី1ទី2យើងបានពីក្រុមហ៊ុនទី3យើងបានពីស្ត្រីមេផ្ទះហើយទី4ពីដៃគូដែរហើយនឹងផែនការអាជីវកម្មក្នុងឆ្នាំ2024យើងបង្កើតការផ្សព្វផ្សាយអនឡាញយើងធ្វើ website ហើយយើងមានដៃគូស្ត្រី5នាក់ហើយនឹងដៃគូក្រុមហ៊ុនទេសចរចំនួន4នៅក្នុងឆ្នាំ2025យើងបង្កើតរចនាសម្ព័ន្ធក្រុមការងារហើយនឹងបង្កើត flyer leaflet ដៃគូក្រុមស្ត្រី7នាក់ទៀតនិងនៅសៀមរាបនិងបាត់ដំបងនិងកំពង់ធំដែរហើយដៃគូក្រុមហ៊ុនទេសចរ6នាក់ទៀតយើងនឹងបន្ថែមហើយនៅក្នុងឆ្នាំ2021គឺយើងផ្ដោតទៅលើការlunch ហើយនឹង dinner បន្ថែមទៀតព្រោះទីតាំងនៅផ្ទះខ្ញុំមានទីតាំងគោលមួយប៉ុន្តែវាទទួលបានទទួលបានភ្ញៀវត្រឹមតែ10នាក់ក្រោមដើម្បីឲ្យមានគុណភាពឯងអញ្ចឹងយើងធ្វើពង្រីកទៅខាងលើផ្ទះទៀតយើងទទួលបានភ្ញៀវពី20ទៅ30នាក់ទៀតដើម្បីឲ្យបង្កើនចំណូលយើងថែមហើយនឹងការប្រើប្រាស់ថវិកាបើសិនតែនាងខ្ញុំទទួលបានថវិកានេះខ្ញុំនឹងយកទៅទិញសម្ភារៈផ្ទះបាយហើយយើងអាចចែករំលែកមួយចំនួនសម្រាប់ស្ត្រីផ្សេងៗដែរហើយនឹង cook station គឺយើងខ្វះសម្ភារៈមួយចំនួននិងការលម្អច្បារដំណាំខិតតបានហើយក៏យើងត្រូវការអ្នកជួយដែរព្រោះកិច្ចការនេះគឺខ្ញុំតែម្នាក់ឯងសុទ្ធអញ្ចឹងគឺខ្ញុំពិតជាត្រូវការអ្នកហាត់ការដើម្បីជួយកិច្ចការបន្ទាប់ហើយនឹងក្រុមការងាររបស់ខ្ញុំមានស្ត្រីចាមានបងមានម្ដាមបងផល្លាចិននេះចិនចិនដាប៉ុន្តែយើងពិតជាមានស្ត្រីផ្សេងទៀតដោយសារខ្ញុំធ្វើការស្ម័គ្រចិត្តបន្ទាប់ពីការនេះគឺខ្ញុំជួបស្ត្រីជាច្រើនដែលគាត់ពិតជាត្រូវការអញ្ចឹងយើងមានច្រើនទៀតប៉ុន្តែដោយសារស្ថានភាពជាក់ស្ដែងយើងអត់ទាន់អាច support បានច្រើនចានឹងមតិយោបល់របស់ភ្ញៀវទេសចរគាត់ពិតជាមានបទពិសោធន៍មួយដែលរីករាយ fun គាត់សប្បាយដូចស្នាមខ្ញុំចាហើយយោបល់ត្រឡប់ពីកម្មវិធីខ្ញុំចង់និយាយថាអត់ដែលមានកម្មវិធីមេរៀនមួយណាដែលនិយាយថាអ្នកឯងរៀនបានតិចអ្នកឯងធ្លាប់បាក់ទឹកចិត្តអ្នកឯងជាក្មេងដែលធ្លាប់សម្រាប់ខ្លួន3ដងអ្នកឯងជាក្មេងដែលម្ដាយយកទៅមលូតចោល3ដងហើយអ្នកឯងជាក្មេងដែលឆ្លងកាត់សារការសង្គ្រាមអត់អាហារញ៉ាំ3ឆ្នាំញ៉ាំបបផែវាមានអត្តន័យខ្ញុំអត់ដែលជួបអញ្ចឹងខ្ញុំចង់និយាយថាមេរៀននេះផ្សារភ្ជាប់ជាមួយជីវិតរបស់ខ្ញុំកើតជំងឺបាក់ទឹកចិត្ត3ឆ្នាំហើយរៀនចប់មកគឺពិតជាផ្សារភ្ជាប់ជាមួយនឹងអាជីវកម្មដែលជួយទៅដល់ស្ត្រីនិងក្មេងៗសូមអរគុណចាអរគុណ